ជំរាបសួរបងប្អូននៅក្នុងបណ្ដាញសង្គម YouTube បាទខានចេញវីដេអូបាទថតពីសកម្មភាពឃ្វាលគោមើលគោរបស់ខ្ញុំយូរមកហើយបាទទើបតែពេលនេះបាទថតបង្ហោះបានមួយឃ្លីបពីរឃ្លីបទៀតបាទណែកូនកំមុំបាទអាយុបានមកខួបជាងតិចតួចហើយបាទទើបខ្លុះបាទខ្លុះទើបខ្លុះឈឺច្រមុះបាទអត់ចង់ស៊ីស្មៅទេឡើងស្រក់សាច់បាទគោធ្លាប់ក៏ធាត់សាច់លើរឿងជ្រុងបាទដោយសារវាឈឺច្រមុះបាទអត់ចង់ស៊ីស្មៅបាទស្មៅគេពេញវាលបាទទើបតែណែជ្រូតបាទទើបតែជ្រូតពេញវាលបាទស្មៅច្រើនបាទតាមភ្លឺក៏មានគេជ្រៀងក៏ខ្ចីបាទលើគេខំប្រឹងស៊ីហើយបាទស្រក់សាច់មួយរយៈនេះវាឈឺច្រមុះទើបខ្លុះបាទយើងស្រក់សាច់ពីដើមសាច់ឡើងម៉ាន់លើស្រក់សាច់ហើយតែថ្ងៃនេះរៀងប្រឹងស៊ីបាទរាល់ថ្ងៃអត់សូវស៊ីទេរៀងញូចច្រមុះមិនដឹងទីចាក់កលោះចំទៅសាយមិនដឹងយ៉ាងម៉េចនេះខ្ញុំខ្លុះខ្លួនឯងបាទចេះចាក់ទៅចេះចាក់ស្មានទៅដឹងជាខុសដឹងត្រូវឥឡូវគោវាអន់ចំណីប្រហែល 4-5 ថ្ងៃហើយដល់ស្រក់សាច់អាយុមកខួប10ថ្ងៃជាងហើយនេះប្រឹងស៊ីបាទប្រឹងស៊ីប្រហែលជាតិចទៀតជាច្រមុះទៅលេងឈឺvàប្រឹងស៊ីធាត់ឡើងវិញហើយសារខ្ញុំបាទបំពន់ស្មៅខ្លាំងហើយដែរអត់ស្មៅចងឲ្យស៊ីជ្រូតបាទជ្រូតច្រើនជាងចងឲ្យស៊ីបាទនេះគឺទើបតែជ្រូតកាត់ថ្មីនៅស្មៅតាមភ្លឺស្មៅជឿនបាទគឺងឹតខ្ចីញញពេលអស់ហ្នឹងទៅបាទជ្រូតតាមបន្លាយក៏សម្បូរដែរតាមព្រៃនេះសបន្លាយស្មៅទំទីគួងស្មៅចម្រុះមានស្មៅសង្ហែមានស្មៅផ្សេងច្រើនបាទអត់ចេះខ្វះទេកន្លែងនេះហើយយើងកុំខ្ជិលបើខ្ជិលនឹងធ្វើម៉េចទេតែបើយើងកុំខ្ជិលបាទជ្រូតបានគោស៊ីយើងឆ្អែតរងហើយបាទទោះបីរវល់ការងារក៏ដោយបាទចប់ការងារសុខចិត្តច្បាច់ពិលបាទច្បាច់ពិលជ្រូតបានមកស្ទុះអញ្ចឹងទៅបាន 3-4 បេអញ្ចឹងរួចមួយថ្ងៃហ่ะយើងធ្វើការក៏វាសនុកចិត្តដែរវាមិនខ្វល់ខ្វាយរឿងគោអត់ស្មៅស៊ីចិត្តបានប្អូនហើយបាទម៉ែវាមានផ្ទៃពោះ6 ខែហើយបាទ6 ខែហើយដល់ថ្ងៃទី25 ខែនេះខែ2នេះបាន6 ខែពេញឥឡូវ5 ខែជាងឥឡូវទៅបង្ហាញសកម្មភាពម៉ែវាពោះស៊ីស្មៅដែរម៉ែវារៀងឡើងសាច់ជាមុនតិចភាសាវាដាក់បាហើយបាទបាន5 ខែជាងចិត្តចូល6 ខែហើយលាងទឹកយ៉ាងហោចណាស់ក៏បានមួយថ្ងៃបានម្ដងដែរលាងទឹកបាទថ្ងៃក្តៅចង់5ថ្ងៃខ្លះនៅមួយលុកពីរក៏មិនកើតដែរហើយវាត្រូវពលឺពុទ្ធអាទិត្យខ្លះមានក្តៅមានត្រជាក់ចាំងពលឺបាទមើលអត់ចង់ឃើញបាទខ្ពស់ដែរបាទជុំចាំខ្ញុំដែរបាទខ្ញុំ1.60 ម៉ែត្រដែរបាទ1.63 ម៉ែត្រចាស់គោ1.63 ម៉ែត្រគោនេះពូវាក់វ៉ែលខ្ញុំដែរមើលតែខ្ញុំកាន់កាមេរ៉ាងើបចេះក៏ដឹងតែកម្ពស់ណាពោះម្ចាស់បាទហើយទឹកមួយថ្ងៃ2 ដងព្រឹកផឹកទេផឹកថ្ងៃម៉ោង 5 ជាង 6ឲ្យទឹកម្សិលទៀតបាទពីយប់មានចំណីអាហារសម្រន់ដែរបាទពីយប់មានកាក់បន្លែមានការ៉ុតមានត្រសក់មានស្ពៃមានខាត់ណាមានស្ពៃក្តោបមានផ្លែឈើទូទៅដូចជាម្នាស់ឪឡឹកបាទយើងសម្បូរបាទសម្បូរនៅហាងបាទភោជនីយដ្ឋានចឹងសល់ពីគ្នាមក
យើងប្រមូលអាណាល្អដាក់ច្រកថងទៅបាទងាកឡើងបាន2ស្បោងទៅដាក់បាន2ធុងពេត្រូមេនេះ1ធុងកូននឹង1ធុងដាក់លីកតុដាក់កាកបាយនៅខ្លះបាទកាកបាយខ្លះកតុមួយចំនួនកាកបន្លែផ្លែឈើទូទៅបាទចាក់ទឹកបាច់ឲ្យច្រើនតិចក៏មិនដែរវាចូលចិត្តបឺតទឹកមេគូនេះបាទស៊ីពេលយប់ទួលផ្អេសដកដង្ហើមទៅផ្អេសបាទពេលខ្លះចង់ភ័យដែរបាទដោយសារវាស៊ីឆ្អែតពេកគោនេះទៅវាឆ្ងាញ់វាស៊ីអញទៅដកដង្ហើមទៅផ្អេសអូឲ្យផឹកទឹកនោះអត់ចង់ផឹកមកផឹកទឹកស្រែប៉ឹមនេះចាច់នេះវិញកូនទី3ក្នុងពោះហើយបាទទី1នឹងម្ចាស់ដើមគេទី2នោះនៅក្នុងនោះទិញមកផើមបាន3ខែបាទយកមកដល់ខ្ញុំប្រហែលខែទៀតបានកើតវាមកនោះវាដល់ទើបចាក់កន្លោះនោះលើបានរយឈ្មោះដាក់បាន5ខែជាងហើយបាទសងថ្ងៃទីប្រហែលនេះខែ2យើងនេះបាន6ខែពេញទោះបីហត់យ៉ាងម៉េចក៏ដោយក៏មិនថាយប់បងប្រមាណដែរគឺថា7មួយគឺដៀវមួយបេបាទជ្រូតហើយបើមិនបានច្រកដាក់បេក៏ជ្រូតគោទុកមួយដុំទឹកឡើងងើបមកច្រកលីទៅបាទលីដោយសារតាមវាស្រែនេះគ្មានកន្លែងម៉ូតូមានអីចូលរួចទេមានតលីបាទនៅកន្លែងនៅក្នុងបាទសនោះហើយក្ររបស់វាបាទនៅក្នុងសនៅក្នុងទៅរីឆ្លងបន្លាញទៅបាទទៅងើបពីយប់មកម៉ោង5ជាងអីគឺស្រាងហើយស្រាច់តែម្ដងមួយទឹកបាទទៅដឹកបន្លែបាទដឹកត្រីដឹកសាច់នៅសាធ្វើការគីផងបាទជាចិញ្ចឹមគោផងដោយសារទឹកចិត្តស្រឡាញ់បាទយើងក៏មិនធ្វើការគេរហូតដែរបាទថ្ងៃណាមួយយើងឈប់យើងមានរបស់យើងទិញថែម1 2ទៀតទៅបាទមានលុយវិញកាក់ទិញថែមទៀតមីបានយ៉ាងហោចណាស់ក៏បានមី5អីទៅ5បាទមួយឆ្នាំ5បាទខំប្រឹងស៊ីដល់ងាយឆ្អែតណាស់នេះស្មៅបាទស្មៅជៀនស្មៅស្អីទៅតាមភ្លឺនេះបាទនេះជឿងឹតមានរបស់ស្រូវខ្លះដែលចូលអស់នៅគៀនភ្លឺខ្នងទេបាទឡើងលើភ្លឺលើទៀតជាងខ្ញុំបាទគ្នាបាទក្បីបាទក្បីនេះក្បីវត្តថា Buffalo សាច់មកវានេះនោះបាទវីដេអូខ្លីបាទមានតែប៉ុណ្្នឹងបាទសូមអរគុណសូមជម្រាបលាបងប្អូនបាទបាយ